នៅក្នុងពិភពលោកដែលពឹងផ្អែកដោយបច្ចេកវិទ្យាការស្វែងរកតុល្យភាពរវាងជីវិតក្នុងពិភពឌីជីថលនិងជីវិតក្នុងពិភពពិតគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់គ្នាជាស្ដែងតុល្យភាពនេះមានសារៈសំខាន់ណាស់សម្រាប់សុខភាពផ្លូវកាយនិងផ្លូវចិត្តតួយ៉ាងវាអាចជួយធ្វើឲ្យអ្នកកាត់បន្ថយ stress បង្កើនការផ្ដោតអារម្មណ៍អាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនបានប្រសើរជាងមុននិងមានចលនាច្រើនជាងមុនដែលអាចជួយសម្រួលដល់សុខភាពរាងកាយ ដូច្នេះបើសិនជាអ្នកចង់ទទួលបានប្រយោជន៍ដូចដែលបានរៀបរាប់នេះសូមពិចារណាថែរក្សាតុល្យភាពរវាងជីវិតក្នុងពិភពពិតនិងជីវិតក្នុងពិភពឌីជីថលតាមរយៈគន្លឹះខាងក្រោមនេះ1បិទការជូនដំណឹងដែលមិនចាំបាច់អ្នកអាចបិទការទទួលសារដែលមិនសំខាន់ឬលែងមានតម្រូវការបន្តទៅទៀតព្រោះសំឡេងឬសារដែលលោតនៅលើអេក្រង់ទូរស័ព្ទរបស់អ្នកអាចទាញចំណាប់អារម្មណ៍របស់អ្នកឲ្យទាញយកទូរស័ព្ទមកមើលបានគ្រប់ពេលវេលាហើយនេះជាការប៉ះពាល់ដល់ការផ្ដោតអារម្មណ៍ 2. កំណត់ពេលវេលាសម្រាប់ពីឧបករណ៍អ្នកគួរកំណត់ពេលវេលាឲ្យជាក់លាក់ក្នុងការសម្រាប់ពីការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកដូចជាពេលទទួលទានអាហារជុំគ្រួសារមុនពេលចូលគេងក៏ដូចជារយៈពេលសម្រាប់ខ្លីៗក្នុងម៉ោងធ្វើការឧទាហរណ៍អ្នកអាចសម្រាប់5នាទីរៀងរាល់ពេលធ្វើការ1ម៉ោងជាដើមការសម្រាប់ពីការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកជាប្រចាំនឹងជួយឲ្យខួរក្បាលអ្នកអាចសម្រាកនិងបន្ថយភាពអស់កម្លាំង 3. កំណត់មូលហេតុនៃការប្រើប្រាស់ឧបករណ៍អ្នកអាចស្វែងរកដើមចោលដែលនាំឲ្យអ្នកចង់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកហើយស្វែងរកដំណោះស្រាយឧទាហរណ៍អ្នកចង់ចូលប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមព្រោះតែអ្នកមានអារម្មណ៍ថាអផ្សុកសម្ពាធការងារនិងចង់គេចខ្លួនពីអារម្មណ៍អវិជ្ជមានក្រោយពេលដឹងពីមូលហេតុនេះហើយអ្នកអាចស្វែងរកវិធីសាស្ត្រផ្សេងៗដើម្បីដោះស្រាយឧទាហរណ៍អ្នកអាចដោះស្រាយបញ្ហានេះតាមរយៈការដើរលំហែអានសៀវភៅនិងធ្វើលំហាត់ប្រាណដង្ហើមជាដើម 4. កំណត់តំបន់គ្មានឧបករណ៍អេឡិចត្រូនិកអ្នកអាចកំណត់ទីតាំងជាក់លាក់ណាមួយនៅក្នុងផ្ទះរបស់អ្នកដូចជាតុបាយបន្ទប់គេងនិងបន្ទប់ទទួលភ្ញៀវដែលមិនអនុញ្ញាតឲ្យមានការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកការធ្វើដូច្នេះនឹងអនុញ្ញាតឲ្យអ្នកអាចសម្រាកពីឧបករណ៍ទាំងនោះនិងបែរមកចាប់អារម្មណ៍ចំពោះខ្លួនឯងនិងមនុស្សជុំវិញខ្លួនបានច្រើនជាងមុន